ធម្មតានៅពេលដែលតាណាលេងឆ្ងាយតតមានគ្នាទៅបានខ្ញុំហ៊ានទៅប៉ុន្តែថ្ងៃនេះខ្ញុំបានតាណាលេងសៀមរាបរយៈពេល2យប់3ថ្ងៃគឺខ្ញុំទៅតែម្នាក់ឯងទេខ្ទង់ប្រហែលជាម៉ោង10កន្លះបងខ្ញុំបានជួនមកចំណតឡានសម្រាប់ការកក់ឡាននេះគឺខាងកន្លែងគេខ្ញុំគាត់កក់ឲ្យមួយសែនមកដល់យើងគាត់តែបង្ហាញសម្បត្តិឡានទៅគឺគេរៀបចំអីវ៉ាន់ឲ្យយើងឡើងទៅគេនៅលើឡានហ្នឹងប្រហែលជាខ្ទង់5ទៅ6ម៉ោងហើយម៉ោង5ជាងគឺខ្ញុំបានមកដល់សៀមរាបអ្នកនរគ្នាជិះមកផ្លែតទេខ្ញុំក៏បានយកអីវ៉ាន់ទៅទុកនៅកន្លែងគេសិនហើយមករកអីញ៉ាំនៅក្នុងផ្សារនេះគឺផ្សារថ្មីណាអ្នកនរគ្នាដោយសារខ្ញុំដើរលេងម្នាក់ឯងអញ្ចឹងខ្ញុំគិតថាមករកអីញ៉ាំនៅក្នុងផ្សារវាមានម្ហូបឆ្ងាញ់ច្រើនហើយតម្លៃក៏គួរសមដែរអញ្ចឹងអាចជួយសំចៃយើងបានខ្លះបន្ទាប់ពីញ៉ាំអីហើយក៏បានចេញទៅអង្គុយនៅកាហ្វេសិនដោយសារតែកន្លែងគេខ្ញុំហ្នឹងគឺម៉ោង1ម៉ោង2អីមិនអាចចូល check in បានខ្ញុំនៅអង្គុយលេងនឹងខ្ទង់ប្រហែលជា1ម៉ោង2ម៉ោងតមកម៉ោងប្រហែលជា12ក៏បានចេញមករកអីញ៉ាំហើយទៅ check in តែម្ដងងើបពីគេមកខ្ញុំក៏បានរៀបចំខ្លួនដើម្បីទៅរកអីញ៉ាំនៅម្ដុំ Pop Street ពេលហ្នឹងគឺខ្ញុំដើរមកឡើង3 4ត្រឡប់ដោយសារតែខ្ញុំមិនដឹងថាត្រូវញ៉ាំអីហើយក៏បានចូលញ៉ាំក្នុងហាងនេះគឺម្ហូបសុទ្ធតែឆ្ងាញ់ទាំងអស់ប៉ុន្តែតម្លៃរៀងគួរសមដែរចូលម្ដងថ្ងៃទី2នេះគឺខ្ញុំបានងើបពីព្រឹកដើម្បីរៀបចំខ្លួនទៅលេងប្រាសាទអង្គរវត្តសម្រាប់ម៉ូតូនេះគឺខាងកន្លែងគេរបស់ខ្ញុំគាត់ free ឲ្យរយៈពេល2ថ្ងៃពេលណាមកដល់ប្រាសាទអង្គរវត្តខ្ញុំឃើញថាមានភ្ញៀវទេសចរច្រើនមួយនឹងអ្នកដែលគាត់មកថត pre wedding នៅពេលហ្នឹងខ្ញុំដើរទស្សនាពីវិជុំដែរប៉ុន្តែជាក់ស្ដែងខ្ញុំមិនមានអ្នកគេថតរូបឲ្យហើយមេឃក៏ក្តៅដែរបន្ទាប់ពីមើលហើយក៏ខ្ញុំបានដើរចេញមកក្រៅនៅក្នុងផ្សារថ្មីហ្នឹងគឺសាប៊ូរបស់ញ៉ាំអ្នកនរគ្នាហើយតម្លៃក៏រៀងធូរដែរពេលហ្នឹងខ្ញុំចូលមកញ៉ាំនំបញ្ចុកដោយសារតែខ្ញុំចូលចិត្តនំបញ្ចុកខ្លាំងបន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏បានមកកក់សក់ក៏ដូចជាឲ្យជាងគាត់តម្រឹមសក់បន្ទាប់ពីនោះក៏ខ្ញុំបានត្រឡប់ទៅកន្លែងគេងវិញហើយខ្ញុំអង្គុយធ្វើការនៅក្រោមនេះខ្ញុំញ៉ាំនំប៉័ងទៀតដោយសារតែខ្ញុំឃ្លានរហូតហើយចាប់ថ្ងៃទី2នេះពេលយប់គឺខ្ញុំអត់មានទៅណាទេខ្ញុំទិញអីមកញ៉ាំនៅកន្លែងគេងចូលម្ដងថ្ងៃទី3នេះខ្ញុំបានទៅញ៉ាំអីនៅភូមិបដាក់និយាយទៅខ្ញុំជិះពីកន្លែងគេងទៅភូមិបដាក់ហ្នឹងរៀងឆ្ងាយដែរ10គីឡូជាងហើយម្ដងខ្ញុំក៏បានហៅអីញ៉ាំអានេះនំបញ្ចុកទឹកប្រហុកជាសេតតូចបំផុតសម្រាប់មនុស្សម្នាក់តែខ្ញុំញ៉ាំអត់ចង់អស់ទេញ៉ាំអីរួចក៏ខ្ញុំបានចូលទិញរបស់ខ្លះដែរអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអត់បានថតអានេះខ្ញុំទិញបានជ្រូកខ្វៃមួយនឹងនំអាកោផ្ញើបងស្រីរបស់ខ្ញុំថ្ងៃនេះខ្ញុំត្រូវបញ្ញាប់ឡើងទៅពេញវិញដោយសារតែស្អែកហ្នឹងគឺជាថ្ងៃការរបស់ពួកម៉ាក់ខ្ញុំ